បាទសូមគោរពប្រិមិត្តទូនីជនជាទីគោរពបាទសម្រាប់កិច្ចសភារបស់ CNC ក្នុងថ្ងៃនេះយើងបានអញ្ជើញវត្តមានរបស់អាដាមធាគ្រុយរដ្ឋលេខាធិការក្រសួងសុខាភិបាលដែលអាដាមបានចំណាយពេលវេលាក្នុងកិច្ចការដ៏វិមាញឹកក្នុងការផ្ដល់នៅកិច្ចសភាជូនដល់ក្រុមការងាររបស់ CNC របស់យើងប្រធានបទសំខាន់ក្នុងថ្ងៃនេះគឺយើងមានច្បាប់ថ្មីមួយដែលជាច្បាប់សំខាន់ដែលក្នុងនោះច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈលើវិស័យសុខាភិបាលថាតើច្បាប់នេះបានរួមចំណែកអ្វីសំខាន់ជូនដល់សង្គមជាតិរបស់យើងថ្ងៃនេះយើងបានការអញ្ជើញចូលរួមពីអាដាមធាគ្រុយផ្ទាល់តែម្ដងបាទជំរាបសួរអាដាមបាទជំរាបសួរបាទអាដាមថ្ងៃនេះក្រុមការងាររបស់យើងក៏ចង់បានផ្ដោតសំខាន់ទៅលើពាក់ព័ន្ធទៅនឹងច្បាប់ថ្មីស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈលើវិស័យសុខាភិបាលយើងចង់ដឹងថាប្រហែលខែចុងក្រោយនេះគឺអ្នកក្រសួងសុខាភិបាលនឹងបានរៀបចំនៅច្បាប់ថ្មីនេះមួយហើយក្នុងនោះក៏គណៈវិជ្ជាជីវៈសុខាភិបាលក៏បានរៀបចំក្រងនៅច្បាប់ថ្មីនេះស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈសុខាភិបាលយើងចង់ដឹងថាតើច្បាប់នេះវាមានអត្ថប្រយោជន៍ខ្លះសូមអាដាមចូលរួមក្នុងការបកស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋបាទអរគុណណាស់បាទជាដំបូងខ្ញុំសូមអរគុណដល់ស្ថានទីទូទស្សន៍ CNC បាទដែលបានផ្ដល់គំនិតដើម្បីពិចារណាអំពីបទសម្ភាសន៍មួយពាក់ព័ន្ធជាមួយច្បាប់ថ្មីស្តីពីការគ្រប់គ្រងអ្នកប្រកបជីវៈសុខាភិបាលនៅប្រទេសកម្ពុជាយើងទោះយ៉ាងណាយើងទទួលស្គាល់ទាំងអស់គ្នាទាំងក្រសួងសុខាភិបាលទាំងប្រជាពលរដ្ឋទាំងអ្នកវិជ្ជាជីវៈថាការប្រកបជីវៈសុខាភិបាលនៅប្រទេសកម្ពុជាយើងមានចំណុចវិជ្ជមានច្រើនមែនទែនបើទោះយ៉ាងណាក៏យើងមើលឃើញមានចំណុចខ្វះខាតហើយក៏ឆ្គងមួយចំនួនណានោះដែលយើងមើលឃើញថាមានការចាំបាច់ត្រូវតែលើកកម្ពស់និងកែតម្រូវដើម្បីឲ្យស្ថានភាពនៃការប្រកបជីវៈសុខាភិបាលនិងការទទួលបានសេវាសុខាភិបាលមួយដែលប្រកបដោយគុណភាពនិងសុវត្ថិភាពដើម្បីធានាឲ្យប្រជាពលរដ្ឋទាំងអស់លោកទទួលបានសុខភាពត្រឹមត្រូវប្រកបជាច្បាប់ថ្មីនេះគឺពាក់ព័ន្ធជាមួយស្ថានភាពបច្ចុប្បន្នច្បាប់ថ្មីនេះបានចែងនឹងវិធានណាច្រើនចំណុចដែលអាចធានាបានសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាយើងហើយដែលច្បាប់នេះដើម្បីធានាបានសុខភាពនិងសុខភាពរបស់ប្រជាពលរដ្ឋដែលទៅប្រើសេវាសុខាភិបាលគឺច្បាប់ថ្មីមានវិធានអភិន័យជាប្រាក់10លានបាទអ្នកប្រកបជីវៈសុខាភិបាលត្រូវផ្អាកហើយគណៈវិជ្ជាជីវៈផ្អាកហើយលោកនៅតែបន្តត្រូវជាប់ពន្ធនាគារលោកឯងសួរខ្ញុំថាលោកគ្រូមិនក៏តឹងតែងមែនបាទពីព្រោះកាលណាគេផ្អាកគេដឹងថាបើនៅបន្តឲ្យប្រកបជីវៈទៀតពិតជាគ្រោះថ្នាក់បន្តទៀតហើយបើលោកមិនស្ដាប់ទេលោកកំពុងតែបំពេញបង្កគ្រោះថ្នាក់ទៀតអញ្ចឹងជាប់ពន្ធនាគារមួយឆ្នាំយ៉ាងតិចហើយមាត្រាទី28អ្នកវិជ្ជាជីវៈអត់អាជ្ញាប័ណ្ណប្រែមកថាពេទ្យមែនប៉ុន្តែខាងធ្វើពេទ្យយូរហើយអត់បានទៅសុំអាជ្ញាប័ណ្ណមកទេហើយស្រាប់ធ្វើមើលជំងឺមកលោកពេទ្យអានឹងអត់បានទេពីព្រោះនៅក្នុងពេលដែលអាជ្ញាប័ណ្ណគេមើលឡើងវិញថាសុខភាពផ្លូវកាយល្អអត់សុខភាពផ្លូវចិត្តមានបញ្ហាអត់កន្លងផុតមក7 8ឆ្នាំមានទោសអក្រិតអត់កន្លងមកមានបញ្ហាតើមានបញ្ហាពាក់ព័ន្ធជាមួយគេឈប់ឲ្យធ្វើពេទ្យអត់តើមានការយល់ដឹងចំណេះថ្មីដែលមុំទាំអាចអនុវត្តការងារប្រកបជីវៈបានអត់មិនបានអត់តែឈប់10ឆ្នាំហើយគេដូរ4 5មុខ4 5សារហើយហ្នឹងបាទអញ្ចឹងមិនអនុញ្ញាតទេមើលមិនអនុញ្ញាតមិនទាន់បានទទួលអាជ្ញាប័ណ្ណហើយលោកប្រកបជីវៈឲ្យលោកគិតថាលោកមានសញ្ញាបត្រនេះក៏ជាប់ពន្ធនាគារដែរនៅមានទៀតចុងក្រោយគេដល់ពេលថាសុពលភាពរបស់អាជ្ញាប័ណ្ណចប់រាប់3ឆ្នាំម្ដងសម្រាប់គ្រូពេទ្យលោកអត់បានទៅបន្តទេគាត់អត់បានទៅបន្តទៅលោកចេះដឹងមកមិនទាន់ប៉ុណ្ណាអត់ដឹងប៉ុន្តែគាត់អត់បានទៅបន្តមិនទាន់ច្បាស់ថាគេបន្តឲ្យលោកទេអញ្ចឹងគេមើលឡើងវិញថាលោកវាបានបំពេញលក្ខខណ្ឌអត់លក្ខខណ្ឌនៃការបន្តគឺត្រូវតែអភិវឌ្ឍសមត្ថភាពជាប្រចាំដឹងថាស្អីថ្មីទាំងអស់មានណោតមានពងគេថាតគ្រប់ប៉ុណ្ណឹងបានគេបន្តហើយលោកអត់បានទៅបន្តគេបារម្ភខ្លាចគេលោកមិនបានបំពេញស្អីដែលគេតម្រូវអញ្ចឹងពីនៃលោកភ្លាមអត់ឲ្យចូលទេអញ្ចឹងអត់ឲ្យបន្តទៀតទេហើយបើលោកនៅតែធ្វើទៀតពីនៃភ្លាមប្រហែលលានអញ្ចឹងហ្មងមិនតន់ច្បាស់ថាលោកមានកំហុសឆ្គងប៉ុន្តែពីនៃពីព្រោះលោកមិនបានបំពេញកាតព្វកិច្ចនៅតាមលក្ខខណ្ឌចុងក្រោយបំផុតគឺជារឿងដែលពាក់ព័ន្ធជាមួយអ្នករំលោភទៅលើដែនវិជ្ជាជីវៈដូចខ្ញុំជម្រាបមកអញ្ចឹងជាឆ្មបជារៀនបថាជាអ្នកថែទាំដែលយល់ដឹងតែការងារថែទាំ
ការងារលោកតាឬក៏អ្នកលក់ថ្នាំជាអសតការីឬក៏អ្នកឡាបោដឹងតែមើលឈាមមើលទឹកនោមហើយស្រាប់ចេះដឹងតិចតួចដោយសារនៅក្បែរពេទ្យអីសាក់លបងធ្វើការងារដែលគ្រូពេទ្យកំពុងតែធ្វើហើយយើងរៀនសូត្របានប៉ុន្តែយើងអត់ជាជំរឿថាបើអានឹងមិនបានទៅធ្វើមិនទៀតពេទ្យគេយល់ដឹងណាយើងយល់អត់ដឹងព្រោះយើងរៀន2 3ឆ្នាំតែតាមហើយគ្រូពេទ្យរៀន3 4 10ឆ្នាំនោះអត់អញ្ចឹងបើនៅតែបន្តហើយគេមើលឃើញថាមានរំលោភដែនកំណត់នៃវិជ្ជាជីវៈភាសាអង់គ្លេសហៅថា scope of practice